ជំរាបសួរលោកគ្រូហេងនាងខ្ញុំមានសំណួរពីខាងបងប្អូនប្រិយមិត្តរបស់យើងសូមសួរទៅកាន់លោកគ្រូហេងពាក់ព័ន្ធនឹងការជំពាក់គាត់ឆ្ងល់ថាហេតុអ្វីត្រូវលក់ដោយជំពាក់បាទថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានលើកយកប្រធានបទថាហេតុអ្វីបានយើងត្រូវមានការលក់ដោយជំពាក់ហ្នឹងហើយអញ្ចឹងតើគ្រប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវជំពាក់មែនសំណួរមិញហ្នឹងជាទូទៅចម្លើយឆ្លើយថាទេមិនមែនគ្រប់អាជីវកម្មទាំងអស់សុទ្ធតែលក់ដោយជំពាក់ទេខ្ញុំឧទាហរណ៍ដូចជាភោជនីយដ្ឋានសន្តាគារម៉ាតអីហ្នឹងដូចយើងទៅផ្សារទំនើបអីហ្នឹងមន្ទីរពេទ្យសាលារៀនទាំងអស់ហ្នឹងសុទ្ធតែមិនលក់ដោយជំពាក់ទេ insurance យើងទិញ air ticket អីហ្នឹងគឺមិនមែនលក់ដោយជំពាក់ទេ tour travel អីហ្នឹងគឺមិនលក់ដោយជំពាក់ទេអញ្ចឹងជាចម្លើយឆ្លើយថាទេគឺដោយសារប្រភេទអាជីវកម្មខ្លះគឺតម្រូវឲ្យយើងទិញដោយបង់លុយដែលមិនមានការលក់ដោយជំពាក់ទេចុះអាជីវកម្មប្រភេទណាដែលមានការលក់ដោយជំពាក់មានអាជីវកម្មខ្លះត្រូវមានការលើកទឹកចិត្តដល់អតិថិជនក្នុងការរក្សានៅទុនបង្វិល working capital នោះឲ្យល្អណាអញ្ចឹងក្រុមហ៊ុនខ្លះគាត់អនុញ្ញាតឲ្យមានការលក់ដោយជំពាក់ហើយនឹងក៏ជាយុទ្ធសាស្ត្រទីផ្សារដែរសម្រាប់ក្រុមហ៊ុនខ្លះគាត់ប្រើយុទ្ធសាស្ត្រលក់ដោយជំពាក់ដើម្បីទាក់ទាញយកអតិថិជនឲ្យបានច្រើនហ្នឹងហើយទៅតាមយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនរៀងៗខ្លួនបាទហើយបន្តទៅទៀតនោះគាត់ក៏ចង់ដឹងដែរថាតើគាត់ត្រូវគ្រប់គ្រងគណនីលក់ដោយជំពាក់នោះដោយរបៀបណាហើយជាបន្តទៀតយើងត្រូវគិតថាតើយើងគ្រប់គ្រងគណនីលក់ដោយជំពាក់ហ្នឹងដោយរបៀបណាអាហ្នឹងមកសំខាន់អញ្ចឹងអ្នករកទទួលទានភាគច្រើនហ្នឹងគឺថាគាត់មានបញ្ហាក្នុងការគ្រប់គ្រងគណនី account receivable ហ្នឹងអញ្ចឹងការគ្រប់គ្រងគណនី account receivable យើងត្រូវមានគោលការណ៍ច្បាស់លាស់ទី1គោលការណ៍ក្នុងការលក់ដោយជំពាក់ហ្នឹងអញ្ចឹងសួរថាលក់ចំនួនប៉ុណ្ណាដែលជំពាក់បានហ្នឹងហើយជំពាក់រយៈពេលប្រហែលថ្ងៃនឹងយើងត្រូវកំណត់ឲ្យច្បាស់លាស់បាទហើយទី2ត្រូវមានយន្តការក្នុងការទារក្នុងករណីដែលគាត់ជំពាក់លើសអ្វីដែលយើងកំណត់ហ្នឹងលើសអ្វីដែលយើងធ្វើកិច្ចសន្យាឬក៏ព្រមព្រៀងគ្នាមកអតិថិជនហ្នឹងអញ្ចឹងបើសិនជាគាត់លើសតើគាត់ត្រូវដាក់មានពិន័យគិតការប្រាក់ឬក៏គិតសងសំណងយ៉ាងម៉េចហ្នឹងហើយហ្នឹងយើងត្រូវមានយន្តការក្នុងការទារហើយចុងក្រោយនោះគឺយើងមានការលើកទឹកចិត្តព្រោះយើងដាក់ទោសទណ្ឌហ្នឹងក៏ត្រូវមានការលើកទឹកចិត្តដែរបើសិនជាគេសងយើងតាន់ពេលយើងឲ្យរង្វាន់ឲ្យគេឧទាហរណ៍យើងចុះថ្លៃឬមួយក៏យើងទុកសម្រាប់ credit ថ្ងៃក្រោយទៀតអ្នកឯងមាន credit ល្អអញ្ចឹងអ្នកឯងពាក់បានច្រើនជាងមុនអីចឹងទៅអាហ្នឹងឯងសិតតែជាយន្តការក្នុងការគ្រប់គ្រងគណនេយ្យដោយជំពាក់ហើយនៅមានចំណុចជាច្រើនទៀតផ្សេងទៀតដូចថាយើងមានគណនេយ្យករល្អហ្នឹងគឺយើងគ្រប់គ្រងគណនេយ្យអតិថិជនហ្នឹងបានល្អជាងបើមិនជាយើងអត់មានការ keep record អីត្រឹមត្រូវគណនេយ្យករហ្នឹងគាត់ត្រាំបានត្រឹមត្រូវទេអានឹងយើងក៏ពិបាកគ្រប់គ្រងដែរបាទសូមអរគុណបាទ